បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវិធីនៅក្នុងការគណនាពន្ធលើមធ្យោបាយដឹកជញ្ជូនដែលយើងភាគច្រើនហៅថាពន្ធផ្លូវឬក៏ពន្ធឡានបាទដើម្បីធ្វើការគណនាងាយគឺយើងត្រូវចូលទៅ download នៅ app មួយរបស់អគ្គនាយកដ្ឋានពន្ធដារដែលមានឈ្មោះថា GDT Minos Transport បាទដោយសារតែខ្ញុំបាន download រួចហើយដូចនេះខ្ញុំសូមធ្វើការបើកជូនដល់បងប្អូនបាទនៅពេលដែល app នេះបើកមកគឺយើងធ្វើការជ្រើសរើសថាតើមធ្យោបាយដឹកជញ្ជូនរបស់យើងផ្លូវទឹកឬក៏ផ្លូវគោកប៉ុន្តែពេលនេះខ្ញុំសូមបង្ហាញការបង់ពន្ធការគណនាប្រាក់ពន្ធតាមផ្លូវគោកបាទសូមជ្រើសរើសយកតបមកវានឹងចេញឲ្យយើងជ្រើសរើសយកប្រភេទរថយន្តរបស់យើងតើប្រភេទរថយន្តរបស់យើងជារថយន្តទេសចរឬក៏រថយន្តដឹកជញ្ជូនទំនិញធុនតូចដែលយើងហៅថា pick up បាទខ្ញុំសូមជ្រើសរើសយកមួយបាទពេលនេះខ្ញុំសូមជ្រើសរើសយករថយន្តទេសចរបាទបន្ទាប់មកនៅក្នុងនេះវាបង្ហាញមុខងារយើងជ្រើសរើសពីរគឺទី1ប្រភេទរថយន្តដែលជារថយន្តមិនមែនអគ្គិសនីនិងទី2រថយន្តអគ្គិសនីឥឡូវខ្ញុំសូមបង្ហាញអំពីរថយន្តមិនមែនអគ្គិសនីបាទយើងគ្រាន់តែបញ្ចូលឆ្នាំផលិតឧទាហរណ៍ថារថយន្តផលិតនៅក្នុងឆ្នាំ2015បាទហើយបន្តមកទៀតយើងវាយទំហំស៊ីឡាំងចូលឧទាហរណ៍ថារថយន្តមានទំហំចំនួន1500ស៊ីឡាំងបាទយើងវាយតែប៉ុណ្ណឹងយើងចុចលើពាក្យថាគណនាបាទយើងចុចទៅពាក្យគណនាប៉ុណ្ណេះនេះវានឹងបង្ហាញប្រាក់ពន្ធឲ្យយើងឃើញបាទនេះគឺជាប្រាក់ពន្ធត្រូវបង់ដែលមានចំនួនទឹកប្រាក់80000រៀលគត់បាទយ៉ាងបើសិនជាយើងចង់ធ្វើការគណនាឡានផ្សេងទៀតយើងចុចលើពាក្យគណនាម្ដងទៀតហើយបន្ទាប់មកយើងបញ្ចូលឆ្នាំដដែលឧទាហរណ៍ថាឆ្នាំ2005ឧទាហរណ៍បន្ទាប់មកយើងបញ្ចូលទំហំស៊ីឡាំង2700ម៉ែត្រគីបបាទយើងធ្វើការគណនាម្ដងទៀតបាទយើងឃើញទឹកប្រាក់ចំនួន250,000បាទអញ្ចឹងបងប្អូនអាចធ្វើការគណនាដោយខ្លួនឯងបានដោយប្រើប្រាស់ app របស់កិច្ចការឋានពន្ធដារដែលហៅថា GDT Minos Transport បាទបើមានចង្អល់សូម comment សួរខាងក្រោមសូមអរគុណ